เอาไว้ได้ជា code crash course ហើយនៅពេលដែលអ្នកនរគ្នាទៅមើល University B ឧទាហរណ៍ University of Sydney អញ្ចឹងទៅនៅក្នុង section មួយដែលគេសួរថាយើងចង់រៀនអីយើងទៅរៀនអីហ្នឹងគឺគេឲ្យយើងបំពេញអា crash course code ហ្នឹងហើយអា code ហ្នឹងរបស់ uni មួយណាបាទបញ្ជាក់គេផងយ៉ាងខុស uni បាទសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ episode មួយទៀតហើយនេះគឺជា episode ទី6បាទភាគទី6ដែលខ្ញុំនិយាយអំពីតើអ្វីទៅជា crash course code តើអ្វីទៅជា code crash course ហើយយើងទៅរកវានៅណា crash course ហ្នឹងគឺវាមកពីពាក្យពេញ Commonwealth Register of Institutions and Courses for Overseas Students អញ្ចឹងវាជា code ជាក់លាក់មួយបាទដែលតាក់ទងជាមួយនឹងកម្មវិធីសិក្សារបស់យើងអញ្ចឹងនៅពេលដែលយើងបំពេញ application form នៅក្នុង section មួយដែលគេសួរថាយើងចង់រៀនអីយើងទៅរៀនអីហ្នឹងគឺគេឲ្យយើងបំពេញអា crash course code ហ្នឹងហើយអា code របស់មេរៀនរបស់យើងcode របស់ subject បាទ major របស់យើងហ្នឹងហើយអញ្ចឹងយើងគាត់តែបំពេញអាលេខ code ហ្នឹងឯងព័ត៌មានមួយចំនួនគឺ load បំពេញឲ្យយើងហ្មងគឺឧទាហរណ៍ថាវាជា course work ឬក៏ research អីចឹងណាវា load ចូលពពហ្មងអញ្ចឹងអាហ្នឹងសំខាន់មែនតើអញ្ចឹងយើងត្រូវដឹងបាទហើយខ្ញុំចង់បញ្ជាក់មួយទៀតគឺមហាវិទ្យាល័យទាំងអស់គេមានមុខវិជ្ជាផ្សេងគ្នាអញ្ចឹងអាមុខវិជ្ជាផ្សេងគ្នាទាំងអស់ហ្នឹងគេប្រើ crash course code ហ្នឹងខុសគ្នាទៀតអញ្ចឹងឧទាហរណ៍ University A ហើយយើងចង់រៀនពីអប់រំហើយ University B យើងទៅមើលអប់រំនឹងដែរបាទអ្នកនរគ្នានឹងឃើញហើយកូដវាអត់ដូចគ្នាទេអញ្ចឹងនៅពេលដែលយើងបំពេញ application form សំខាន់មែនតើកូដហ្នឹងរបស់ uni មួយណាបាទបញ្ជាក់គេផងយ៉ាងខុស uni ជាងយើងត្រូវ double check បាទ check ថា uni ហ្នឹងត្រូវនៅកូដហ្នឹងឈ្មោះហ្នឹងត្រូវនៅអញ្ចឹងដើម្បីរក crash course code បាទខ្ញុំបង្ហាញអ្នកនរគ្នានៅលើ screen ម្ដងទៀតបាទនេះគឺជា website Monash បាទអញ្ចឹងអ្នកនរគ្នាអាចមើលដូចគ្នាទេបាទដូចគ្នាទេអ្នកនរគ្នាទៅមើល uni ផ្សេងក៏វានៅកន្លែងហ្នឹងដូចគ្នាដែរឥឡូវទីហោខ្ញុំចូលទៅ courses faculty education graduate degree master of education បាទអញ្ចឹងពេលដែលយើងចុច master of education មកចុច course handbook ពេលដែលយើងចុច course handbook មកអ្នកនរគ្នាឃើញនេះគេដាក់ crash course code អញ្ចឹងដូចភាគមុនអញ្ចឹងខ្ញុំណែនាំឲ្យអ្នកនរគ្នាបង្កើតជា Google Docs បាទ Google Docs មួយដើម្បី copy ព័ត៌មានសំខាន់ដូចជា subject មួយរបស់ major របស់យើង degree របស់យើងហ្នឹងអញ្ចឹងកុំភ្លេច copy crash course code ហ្នឹងផងអញ្ចឹងបានថាយើងបង្កើត Google Docs មួយសម្រាប់ Monash ជាងទៅឧទាហរណ៍ណាអញ្ចឹងពេលដែលយើងចូលមកមើលលើក្រោយវិភាគលើក្រោយគឺអា crash course code ហ្នឹងគឺវានៅលើ on the top សម្រាប់ Monash uni ហើយដាក់បន្តិចមក highlight បន្តិចមកថាវាជា course អីគេ Master of Education នៅក្នុងអីគេ Digital Learning ឬក៏ Early Childhood អីចឹង crash course code នេះគឺសំខាន់ណាស់ហើយនៅពេលដែលអ្នកនរគ្នាទៅមើល University B ឧទាហរណ៍ University of Sydney អីចឹងទៅបាទខ្ញុំ recommend ឲ្យបង្កើត Google Docs មួយទៀតផ្សេងមួយទៀតបាទហើយ copy ព័ត៌មានដូចខ្ញុំប្រាប់នៅភាគមុនចឹងអ្នកនរគ្នា copy ចូលមកហើយ copy crash course code ហ្នឹងចូលទៅក្នុង Google Docs របស់ University of Sydney ចឹងធ្វើអញ្ចឹងគឺមានន័យថាអ្នកនរគ្នាអត់ច្រឡំបាទអញ្ចឹងនៅពេលដែលយើងបំពេញ form ពេញ application form គឺយើងបើកអាហ្នឹងយកមកបំពេញមកបាទកុំឲ្យច្រឡំមួយទៀតវាជាចំណុចសំខាន់ដែរដែលអ្នកនរគ្នាឃើញ crash course code នេះឃើញលេខហ្នឹងអញ្ចឹងនៅពេលដែលយើងរើស specializations ទីហោ digital learning យើងចុច digital learning នៅក្នុង digital learning អ្នកនរគ្នាឃើញថាអត់មាន crash course code ទេអញ្ចឹងយើងធ្វើមិនទៅហើយនៅពេលដែលយើង copy crash course code មិញចូលទៅក្នុង application form គឺវា load ត្រឹមតែ Master of Education នេះបាទអញ្ចឹងកន្លែងហ្នឹងគឺអត់មានពាក្យបន្ត digital learning ទេអញ្ចឹងមានថា Master of Education ហ្នឹងវាក្តោបអ្វីដែលមាននៅក្រោមវាប៉ុន្តែនៅពេលដែលអ្នកទាំងអស់គ្នាសរសេរ application អ្នកទាំងអស់គ្នាត្រូវ
mention បាទបញ្ជាក់ប្រាប់គេថាយើងហ៊ានអាហ្នឹងនៅក្នុងអីគេឲ្យ specific បាទបញ្ជាក់ឲ្យច្បាស់ប៉ុន្តែអា system របស់គេហ្នឹងគេចាប់អាលេខកូដហ្នឹងបានត្រឹមតែ Master of Education នេះអញ្ចឹងកុំឲ្យពេលដែលខ្ញុំប្រាប់អញ្ចឹងទៅដល់ពេលយើងទៅធ្វើយើងឆ្ងល់ថាមិនវាអត់ load ដល់អាហ្នឹងអញ្ចឹងមិនអត់ load ដល់អា specialization អញ្ចឹងយើងត្រូវធ្វើមិនឲ្យបាទអញ្ចឹងកន្លែងហ្នឹងក៏ខ្ញុំចង់នឹងចែកម្លែកដែរតាក់ទងជាមួយនឹងការសរសេរការឆ្លើយសំណួរបាទព្រោះហ្នឹងវា link ជាមួយគ្នាដែរតែខ្ញុំបានប្រហើបហើយគឺពេលដែលយើង copy អា code ហ្នឹងចូលទៅក្នុង application form វា load ត្រឹមតែ general ទេ general ត្រឹម Master of Education ទេអញ្ចឹងយើងត្រូវបញ្ជាក់នៅក្នុងពេលដែលយើងឆ្លើយសំណួរហ្នឹងថា Master of Education in Digital Learning បាទហើយបានយើងនិយាយមកថា course អីគេខ្លះដែរសំខាន់សម្រាប់យើងអូខេអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់អីផ្សេងកុំភ្លេច comment នៅក្នុងវីដេអូនេះផងហើយជួយ like subscribe ឬក៏ share វីដេអូនេះឲ្យបានច្រើនដងផងដើម្បីឲ្យអ្នកដទៃគាត់បានឃើញហើយនឹងជាវីដេអូមួយដែលខ្ញុំគិតថាអាចពួកគាត់នឹងយកទៅគិតយកទៅវិភាគតើគាត់គួរតែសាកល្បងនៅក្នុងការដាក់ពាក្យសម្រាប់អាហារូបករណ៍មួយនេះដែរឬក៏អត់បាទអញ្ចឹងនៅវគ្គក្រោយភាគទី7ខ្ញុំនឹងនិយាយអំពីតកតងជាមួយនឹងការសរសេរ application បាទការឆ្លើយសំណួរតើយើងគួរឆ្លើយបែបណាដើម្បីឲ្យ application របស់យើង strong ប៉ុន្តែខ្ញុំសូមបញ្ជាក់ឲ្យពេលដែលខ្ញុំ share ទៅមិនមែនមានន័យថាយកទៅធ្វើតាមខ្ញុំដឹងតែ perfect ដឹងតែល្អ 100% ហើយដឹងតែជាប់ទេណាបាទខ្ញុំសូមបញ្ជាក់ឲ្យគឺអត់ទេគ្រាន់តែថាខ្ញុំចែកម្លែកបទពិសោធន៍របស់ខ្ញុំឯងថាខ្ញុំសរសេរមិនពេលនោះបាទអញ្ចឹងគ្រាន់តែជាការបទនិយាយទៅគ្រាន់តែជាបទពិសោធន៍ពីខ្ញុំមួយឯងហើយមាននិស្សិតដែលគាត់ធ្លាប់ទទួលបានអាហារូបករណ៍នឹងរាប់ពាន់នាក់បាទរាប់ពាន់នាក់អញ្ចឹងមានថាការសរសេររបស់មនុស្សម្នាក់អត់ដូចគ្នាទេ style រៀងខ្លួនហើយបញ្ហាខុសៗគ្នារៀងខ្លួនគ្រាន់តែថាអ្វីដែលខ្ញុំនឹងចែកម្លែកទៅកាន់អ្នកទាំងអស់គ្នាគឺជាបទពិសោធន៍របស់ខ្ញុំបាទរបស់ខ្ញុំមួយឯងអញ្ចឹងវាអញនិយាយថាវាទូចមែនតើវាទូចប៉ុន្តែខ្ញុំសង្ឃឹមថាវាជាអ្វីដែលជួយ clear អ្វីដែលមានថាអ្វីដែលអ្នកទាំងអស់គ្នាសង្ស័យឬក៏អត់សូវយល់បាទឬក៏យើងឆ្ងល់ជាខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំចែកម្លែកទៅគឺជួយបានមួយចំនួនបាទជួយបានខ្លះមិនអត់សោះហើយបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយបាទសូមអរគុណ